អ៊ីរ៉ង់ប្រកាសផ្ដល់ប្រាក់រង្វាន់$60000សហរដ្ឋអាមេរិកដល់នរណាចាប់បានទាហានអាមេរិកដែលធ្លាក់អំពីការបើកយន្តហោះ F-15 Fighter Jet ខណៈដែលអាមេរិកក៏បានគំរាមទៅកាន់ប្រទេសអ៊ីរ៉ង់ថាត្រូវតែដោះលែងនៅភីឡុតរបស់ខ្លួនមកវិញភ្លាមជៀសវាងការបំផ្លាញរោងចក្រថាមពលទឹកនិងភ្លើងរបស់អ៊ីរ៉ង់សួស្តីពុកម៉ែបងប្អូនទស្សនិកជនរួមជាតិខ្មែរសូមស្វាគមន៍សាជាថ្មីមកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិសំខាន់ៗសម្រាប់ថ្ងៃទី4 ខែមេសាឆ្នាំ2026ពុកម៉ែបងប្អូនយើងប្រកាសជាបានដឹងហើយថាអ៊ីរ៉ង់គឺបានប្រើប្រាស់នៅប្រភេទមីស៊ីលថ្មីបានបាញ់យន្តហោះអាមេរិកតម្លៃរាប់រយលានដុល្លារខ្ទេចដោយសារតែប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ដែលអាមេរិកគិតថាបានធ្លាក់ចុះខ្សោយប៉ុន្តែការពិតមិនធ្លាក់ចុះខ្សោយទេឥឡូវនេះបាទយន្តហោះជាច្រើនត្រូវបានខ្ទេចខ្ទីដោយសារតែបាទប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់មុននឹងចូលទៅដល់អត្ថបទព័ត៌មានទាំងពីរបាទដែលអត្ថបទព័ត៌មានទី1ទាក់ទិនទៅនឹងអាមេរិកគម្រាមកំហែងអ៊ីរ៉ង់ឲ្យដោះលែងនៅភីឡុតរបស់ខ្លួនត្រឡប់មកវិញជៀសវាងការទម្លាក់គ្រាប់បែកកំទេចបាទនៅរោងចក្របាទទឹកនិងធម្មពលបាទទី2គឺអ៊ីរ៉ង់ប្រកាសផ្ដល់ប្រាក់រង្វាន់រហូតដល់$60000សហរដ្ឋអាមេរិកដល់នរណាក៏ដោយឲ្យតែចាប់បានទាហានអាមេរិកដែលធ្លាក់ពីលើយន្តហោះ F-15 បាទ Fighter Jet អ៊ីរ៉ង់គឺបានបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិកចំនួន2គ្រឿងមួយគ្រឿងគឺជាយន្តហោះចម្បាំងប្រភេទ F-15E Stinger Eagle ដែលត្រូវបានបាញ់ទម្លាក់នៅក្នុងខេត្តបាទ Khoji Guye និងបាទ Boyer Ahmed នៅភូមិខាងត្បូងរបស់អ៊ីរ៉ង់និងអ្នកបើកបរម្នាក់ត្រូវបានសង្គ្រោះនិងជោគវាសនាម្នាក់ទៀតមិនទាន់បានដឹងនោះទេចំណែកមួយគ្រឿងទៀតគឺយន្តហោះ A-10វ៉ាថងត្រូវបានបាទធ្លាក់នៅក្នុងឈូងសមុទ្រព្យាខណៈដែលបើកបរត្រូវបានជួយសង្គ្រោះបន្ទាប់ពីលោតចូលទៅសមុទ្ររីឯអធម្មភេរជ្ជៈរបស់អាមេរិកដែលត្រូវជួយសង្គ្រោះមួយគ្រឿងទៀតក៏ត្រូវបានបាញ់ទម្លាក់ផងដែរអ្នកនាំពាក្យរបស់បញ្ជាការប្រតិបត្តិការកណ្ដាលរបស់យោធាអ៊ីរ៉ង់បាននិយាយថាយន្តហោះចម្បាំងរបស់អាមេរិកមួយគ្រឿងស្ថិតនៅក្នុងដែនអាកាសរបស់អ៊ីរ៉ង់ត្រូវបានវាយប្រហារនិងបំផ្លាញទាំងស្រុងដោយប្រព័ន្ធការពារដែនអាកាសទំនើបរបស់កងកម្លាំងអវកាស IRGC យោធាអ៊ីរ៉ង់បានបង្ហាញថាខ្លួននៅតែមានសមត្ថភាពវាយប្រហារក្រោយពីបានបាញ់ទម្លាក់យន្តហោះចម្បាំងនិងដ្រូនអាមេរិកនាពេលថ្មីនេះយន្តហោះចម្បាំង model F-15E Strike Eagle Fighter ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី11ខែធ្នូឆ្នាំ1986តាមរយៈការចុះផ្សាយដោយ New York Times បានឲ្យដឹងថាគិតមកដល់ពេលបច្ចុប្បន្ននេះ model នេះមានតម្លៃជិត$100លានបើប្រៀបធៀបទៅនឹង model មុនយន្តហោះ F-15E ត្រូវបានដំឡើងមានមុខងារចំនួន2ដើម្បីអនុវត្តប្រតិបត្តិការប្រយុទ្ធជាច្រើនប្រភេទពលវាអាចធ្វើនៅបេសកកម្មប្រយុទ្ធលើដែនអាកាសនិងការវាយប្រហារពីអាកាសទៅដីទាំងពេលយប់ទាំងពេលថ្ងៃទាំងលក្ខខណ្ឌអាកាសធាតុបែបណាក៏ដោយដែលសមទៅនឹងឈ្មោះអន្ត្រីវាយប្រហារ Stinger Eagle សមត្ថភាពរបស់យន្តហោះនេះគឺនៅក្នុងការហោះហើររយៈចម្ងាយឆ្ងាយនិងផ្ទុកគ្រាប់រំសេវមួយចំនួនធំបានធ្វើឲ្យវាដើរតួនាទីយ៉ាងសំខាន់សម្រាប់សង្គ្រាមផ្លូវអាកាសរបស់អាមេរិកលើប្រទេសអ៊ីរ៉ង់យន្តហោះចម្បាំងនេះមានផ្ទុកនៅសមាជិកចំនួន2នាក់គឺអ្នកបើកយន្តហោះនិងអ្នកជំនាញបាញ់អាវុធវាមានទំហំតូចជាងលឿនជាងនិងរហ័សរហួនជាងដែលវាធ្វើឲ្យក្លាយជាគោលដៅដ៏លំបាកសម្រាប់ការស្ទាក់ចាប់ប៉ុន្តែ F-15 Strike Eagle មិនមែនជាយន្តហោះចម្បាំងបំបង្កាយដូចយន្តហោះចម្បាំងចំនួនថ្មីនោះទេវាអាចឡើងដល់ល្បឿនជិត2000ម៉ាយនៅក្នុង1ម៉ោងនិងផ្ទុកទម្ងន់លើសពី20000ផោនយន្តហោះចម្បាំង Strike Eagle ត្រូវបានប្រើប្រាស់នៅក្នុងបេសកកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់សេរីនិងលីប៊ីនៅក្នុងចំណោមកន្លែងផ្សេងទៀតយោងតាមឯកសារយោធាទូរនទីចម្បងរបស់យន្តហោះ F-15E គឺជាបេសកកម្មរារាំងផ្លូវអាកាសដើម្បីបំផ្លាញបន្សាបឬពន្យាពេលកងកម្លាំងជើងគោកឬកងជើងទឹករបស់សត្រូវមុនពេលដែលពួកគេត្រូវបានយកមកប្រើប្រឆាំងទៅនឹងកម្លាំងបច្ចាមិត្តគួរឲ្យដឹងផងដែរថាយោធារបស់អាមេរិកបានប្រកាសអំពីការខាតបង់នៅយន្តហោះជាច្រើនគ្រឿងនៅក្នុងកំឡុងពេលដែលប្រតិបត្តិការប្រយុទ្ធជាមួយនឹងប្រទេសអ៊ីរ៉ង់រួមទាំងយន្តហោះដឹកប្រេងមួយគ្រឿងដែលបានធ្លាក់នៅអ៊ីរ៉ាក់និងយន្តហោះចម្បាំង F-15E ចំនួន3គ្រឿងដែលបានធ្លាក់នៅការបាញ់ច្រឡំរបស់គុយវ៉ាតសរុបនៃការខូចខាតយន្តហោះចម្បាំងទាំង3គ្រឿងគឺអាចមានប្រមាណជាង270ទៅ$300លានឬក៏ច្រើនជាងនេះទៅទៀតបាទបងប្អូនយើងនេះគឺជាតម្លៃយន្តហោះរបស់អាមេរិកដែល
បាទត្រូវបានអ៊ីរ៉ង់បាញ់ធ្លាក់ខណៈដែលបាទអ៊ីរ៉ង់គឺបានប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត$60,000អាមេរិកដល់ប្រជាជនអ៊ីរ៉ង់រូបណាក៏ដោយឲ្យតែចាប់ទាហានអាមេរិកដែលធ្លាក់ពីលើយន្តហោះ F-15 នេះបានអ៊ីរ៉ង់គឺបានប្រកាសផ្ដល់ប្រាក់រង្វាន់រហូតទៅដល់បាទ$10,000 លានតូម៉ាន់ឬក៏ស្មើប្រមាណជាង$60,000សហរដ្ឋអាមេរិកជូនចំពោះនរណាក៏ដោយឲ្យតែចាប់ទាហានអាមេរិកម្នាក់ដែលរស់នៅបាទពីការធ្លាក់យន្តហោះចម្បាំង F-15 កាលពីថ្ងៃសុក្រទី3ខែមេសាឆ្នាំ2026កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បាទគឺបានបញ្ជាក់អំពីការបាញ់ទម្លាក់យន្តហោះនេះនៅកណ្ដាលប្រទេសអ៊ីរ៉ង់ខណៈដែលព័ត៌មានខាងអាមេរិកទម្លាយថានៅក្នុងយន្តហោះនោះមានទាហាន2នាក់ម្នាក់ជាអ្នកបើកនិងម្នាក់ទៀតគឺជាអ្នកជំនាញបាញ់អាវុធយ៉ាងណានៅក្នុងនោះអ្នកបើកយន្តហោះត្រូវបានបាទអាមេរិករកឃើញម្នាក់ហើយនិងសង្គ្រោះបានជោគជ័យនៅឡើយម្នាក់ទៀតដែលជាអ្នកជំនាញបាញ់អាវុធប៉ុណ្ណោះដែលមិនទាន់ដឹងអំពីដំណឹងរបស់ពួកគេឥឡូវបើតាមការចុះផ្សាយរបស់ Royal News អ៊ីរ៉ង់បានប្រកាសថាបើនរណាក៏ដោយឲ្យតែចាប់បានទាំងរូបគេនឹងផ្ដល់ប្រាក់រង្វាន់ជូនរហូតទៅដល់$10,000បាទលានតូម៉ាន់ឬក៏ស្មើទៅនឹង$60,000បាទសហរដ្ឋអាមេរិកបាទអញ្ចឹងបងប្អូនយើងបើតាមដំណឹងដល់ពេលបច្ចុប្បន្ននេះគឺថាគឺចាប់បានហើយបាទគឺចាប់បានហើយប្រជាជនអ៊ីរ៉ង់ជាច្រើនបានតាមរកតែម្ដងបងប្អូនយើងនៅពេលដែលបំណែកនៃយន្តហោះនេះធ្លាក់ចុះបាទដោយបងប្អូនបានឃើញនៅក្នុងរូបភាពនេះអញ្ចឹងយន្តហោះត្រូវបានខ្ទេចតែម្ដងដោយការចែករំលែកតាមរយៈបាទកងទ័ពរបស់អ៊ីរ៉ង់បាទហើយឥឡូវនេះអ៊ីរ៉ង់គឺបានរកឃើញហើយបាទបានរកឃើញហើយប្រជាជនដែលនៅក្នុងតំបន់នោះគេបាននិយាយថាបានរកឃើញហើយដូច្នេះប្រាក់$60,000នេះកំពុងតែបាទត្រៀមជូនទៅកាន់អ្នកដែលរកបានខណៈដែលអាមេរិកគឺគម្រាមអ៊ីរ៉ង់តែម្ដងឲ្យដោះលែងពីឡុតនោះមកវិញជៀសវាងការបំផ្លាញបាទរោងចក្រថាមពលទឹកនិងភ្លើងរបាយការណ៍ផ្ទុយគ្នាកំពុងតែរីករាលដាលបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់អះអាងថាកងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 Sea Eagle របស់សហរដ្ឋអាមេរិកមួយគ្រឿងនៅលើភាគនិរតីរបស់ប្រទេសអ៊ីរ៉ង់កាលពីយប់ថ្ងៃសុក្ររបាយការណ៍ខ្លះនិយាយថាអ្នកបើកបរយន្តហោះបានលោតចេញដោយសុខសុវត្ថិភាពប៉ុន្តែអាចត្រូវចាប់ខ្លួននៅលើដីរបស់អ៊ីរ៉ង់របាយការណ៍ខ្លះទៀតបានបន្តបង្ហាញថាប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះដ៏មមាញឹករបស់សហរដ្ឋអាមេរិកកំពុងតែដំណើរការដោយអធិមភេរជ្ជៈនិងយន្តហោះគ្រប់គ្រងទាបពីលើតំបន់នោះដើម្បីស្វែងរកប៉ុន្តែត្រូវបានកងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់បើកការបាញ់ប្រហារមិនឲ្យយន្តហោះទាំងអស់នោះចូលទៅជិតបានទេហើយក៏មានអធិមភេរជ្ជៈមួយគ្រឿងត្រូវបានឆេះខ្ទេចដោយសារតែបាហ្វូងកំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ផងដែរលោកដូណាល់ត្រាំបានថ្លែងថាអ្នកបើកយន្តហោះរបស់អាមេរិកមិនមែនជាអ្នកចរចានោះទេដូច្នេះអ៊ីរ៉ង់មិនត្រូវឃុំខ្លួនអាកាសយានិករបស់យើងណាម្នាក់ពួកគេគួរតែដោះលែងមកវិញភ្លាមៗនិងមិនឲ្យរងរបួសការពន្យាពេលឬគ្រោះថ្នាក់ណាមួយនឹងបង្កឲ្យមានការឆ្លើយតបដ៏បំផ្លិចបំផ្លាញរោងចក្រថាមពលនិងបរិក្ខារទឹករបស់អ៊ីរ៉ង់ដែលស្ថិតនៅក្នុងបញ្ជីគោលដៅបាទបន្ទាប់ពីបិទភ្លើងនិងសម្ងួតទឹកទូទាំងបន្ទាយរបស់របបអ៊ីរ៉ង់យោធារបស់អាមេរិកក៏បានរុះរើឃ្លាំងស្តុកមីស៊ីលនិងកងទ័ពជើងទឹកក៏ដូចជាប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ភាគច្រើនរួចមកហើយលោកដូណាល់ត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាយើងមិនទាន់បានចាប់ផ្ដើមអ្វីដែលនៅសល់ឡើយការចាប់ខ្លួនអ្នកបើកបរនឹងមិនចំណេញដល់អធិបតេយ្យរបស់អ៊ីរ៉ង់នោះទេវានឹងពន្លឿនការបញ្ចប់សមត្ថភាពរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅក្នុងការគំរាមកំហែងដល់នរណា Fafo អ្នកបើកយន្តហោះរបស់យើងនឹងត្រឡប់ទៅផ្ទះវិញឥឡូវនេះអ៊ីរ៉ង់បាទត្រូវតែរៀនពីពិធីដ៏លំបាកនិងផលវិបាកពិតប្រាកដគ្មានការចរចាគ្មានការអាណិតអាសូរចំពោះអ្នកដែលចាប់ជនជាតិអាមេរិកជាចំណាប់ខ្មាំងនោះទេដូច្នេះបាទមកដល់ពេលនេះមិនទាន់មានរបាយការណ៍ណាថាតើបាទ pilot របស់អាមេរិកម្នាក់នោះត្រូវបានចាប់ខ្លួនពិតប្រាកដឬក៏យ៉ាងណាទេគ្រាន់តែព័ត៌មានខ្លះគឺបានលេចឮថាត្រូវបានចាប់ខ្លួនហើយគឺអ៊ីរ៉ង់គឺជាអ្នកចាប់តែម្ដងក្រោយពីបាទមេដឹកនាំរបស់អ៊ីរ៉ង់គឺបានប្រកាសថានឹងផ្ដល់ទឹកប្រាក់$60,000សហរដ្ឋអាមេរិកដល់បាទអ្នកកាន់កំភ្លើងបាញ់ដែលបានបើកយន្តហោះបាទ F-15 Fighter Jet បាទអញ្ចឹង pilot នោះគឺត្រូវចាប់បានប៉ុន្តែយ៉ាងណាព័ត៌មានក៏មិនទាន់ច្បាស់ការដែរពុកម៉ែបងប្អូនយើងខ្ញុំបាទនឹងលម្អិតនៅជូនអត្ថបទវីដេអូព័ត៌មានបន្ថែមទៀតជូនទៅកាន់ពុកម៉ែបងប្អូនយើងអរគុណច្រើនសម្រាប់ការតាមដាននៅព័ត៌មាននេះតាំងពីដើមរហូតដល់ចប់ជម្រាបលា